សួស្តីអំពូមីងចាថ្ងៃនេះមកជួបជាមួយនឹងនាងខ្ញុំម្ដងទៀតជាមួយនឹងការប្រឡាក់សាច់តែរូបមន្តនេះរូបមន្តនៅផ្ទះនាងខ្ញុំឯងចាប្រឡាក់សម្រាប់គេថាក្មេងៗគាត់ទៅរៀនវាអត់សូវមានជាតិដុតអីចឹងណាចាអញ្ចឹងជាដំបូងយើងដាក់ទឹកស្អ៊ីវចាហើយការដាក់ហ្នឹងគឺបងប្អូនអាចលៃលកទៅតាមបរិមាណសាច់ទៅតាមរសជាតិដែលចង់បានរសជាតិដុតរសជាតិស្រាលអញ្ចឹងណាគាត់ថានាងខ្ញុំប្រើតែទឹកស្អ៊ីវប៊ីចេងបន្តិចហើយនឹងអំបិលចាហើយដាក់ម្រេចដោយសារកូនខ្ញុំគាត់ចេះញ៉ាំហឹរតែហឹរម្រេចគាត់ចេះញ៉ាំចាហើយនឹងចុងក្រោយយើងដាក់ស្ករត្នោតយើងហ្នឹងបងប្អូនចាស្ករត្នោតពីខាងកំពង់ឆ្នាំងចាបន្ទាប់មកទៅយើងយកសាច់ហ្នឹងមកច្បល់ជាមួយនឹងទឹកសោះរបស់យើងហ្នឹងចាទឹកប្រឡាក់ហ្នឹងចាយើងច្បល់ហើយទៅយើងទុកបានកន្លះម៉ោងចាកន្លះម៉ោងគឺសាច់ហ្នឹងចូលជាតិហើយឬអាចទុកក្នុងទូទឹកកកក៏បានដែរហើយនាងខ្ញុំប្រឡាក់គឺអត់ដែលដាក់ខ្ទឹមទេព្រោះនាងខ្ញុំសង្កេតថាពេលដែលដាក់ខ្ទឹមសទៅគឺទុកអត់ដែលបានយូរទេចាអញ្ចឹងបើប្រឡាក់អញ្ចឹងបងប្អូនទុកមួយអាទិត្យអីក៏សាច់នឹងអត់ឡើងខៀវអត់ឡើងអីដែរចាហើយសាច់នេះផងដែរនាងខ្ញុំបានអាំងនៅក្នុងចក្រានហ្គាសអញ្ចឹងទៅវាមានភាពឈ្ងុយបងប្អូនតែឈ្ងុយចាញ់ឲ្យរបៀបយើងអាំងលើខ្ជុំបងប្អូនចាបើបានអាំងលើខ្ជុំវិញគឺថាក្លិន10លើ10ហ្មងបងប្អូនក្លិនហ្នឹងដូចឲ្យរបៀបជំនាន់យើងនៅក្មេងៗយើងទិញបាយស្រូបមួយចាន200 500អីចឹងណាបងប្អូនចាហើយឥឡូវក៏លេចមកមើលសាច់របស់យើងវិញយ៉ាព្រោះតបពីទុកបានប្រហែលជាកន្លះម៉ោងហើយគឺខ្ញុំយកមកអាំងគឺថាឈ្ងុយឈ្ងប់ពេញផ្ទះចាកូននេះរត់ចុះមកពេញហ្នឹងមកឈ្ងុយចាឥឡូវសាច់យើងបានឆ្អិនបដាហើយបងប្អូនចាសុំមើលទៅចាសភាពសាច់តែនាងខ្ញុំបញ្ជាក់ដដែលនេះរូបមន្តផ្ទះនាងខ្ញុំទេចាក៏ប៉ុន្តែពេលយើងញ៉ាំទៅគឺអត់សូវមានតលន់អីទេហើយសាច់នឹងគឺនៅមានរសនៃសាច់គឺនៅតុននៅអីចឹងចាអញ្ចឹងអរគុណបងប្អូនដែលបានទស្សនាជម្រាបលា